ស្ដីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ Channel របស់ Admin អញ្ចឹងហើយកុំឲ្យខាត់ពេលវេលារបស់អ្នកទាំងអស់គ្នាយូរតោះចូលមកតាមដានសាច់រឿងរបស់យើងទាំងអស់គ្នាទៅនៅដើមភាគនេះហូនាងបានសារភាពថានាងជាអ្នកសម្លាប់ជីតារបស់សូរ៉ាន់ប៉ុន្តែយើងគឺមិនដឹងរឿងរ៉ាវដែលនៅពីក្រោយនោះទេដែលធ្វើឲ្យសូរ៉ាន់គេពិតជាខឹងខ្លាំងមែនទែនរហូតដល់ចូលសានបានហាមឃាត់សូរ៉ាន់ឲ្យទប់កំហឹងរបស់គេសិនទៅហើយភ្លាមនោះបរិះដែលបានដេកនៅលើក្រែនោះគាត់ក៏បាននិយាយទៅកាន់សូរ៉ាន់ថាមកដល់ពេលនេះហើយគឺគាត់មិនអាចលាក់អាចកំបាំងបានទៀតនោះទេដែលគាត់មានឈ្មោះថាជូស៊ូដែលជូស៊ូគាត់បានហៅហូថាជាអាមូដែលមុនដំបូងគាត់ក៏បាននិយាយពីរឿងរ៉ាវដែលគាត់បានជួបហូមុនដំបូងដែលវាស្ថិតនៅក្នុងឆ្នាំ1944ដែលមកដល់ពេលនេះវាជាង70ឆ្នាំទៅហើយដែលធ្វើឲ្យសូរ៉ាន់គេពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដែលវាមានន័យថាហូគឺជាមនុស្សម្នាក់ដែលមានអាយុច្រើនខ្លាំងមែនទែនដែលមិនមែនជាមនុស្សទៅនឹងពេញវ័យនោះទេក្រោយមកទៀតគាត់ក៏បានរៀបរាប់ពីរឿងរ៉ាវដែលបានកើតឡើងដែលសាច់រឿងបានបង្ហាញថាហូគឺកំពុងតែដេកនៅក្នុងរលងភ្នំមួយវាដូចជាមឈូសអញ្ចឹងដែលរូបរាងនិងសម្លៀកបំពាក់របស់នាងដូចជានារីអភិជនប៉ុន្តែមើលទៅហូគឺមិនចេះនិយាយស្ដីសូម្បីតែបន្តិចរហូតដល់មានបរិះពីរនាក់បានដើរមកជួបនាងហើយគេក៏ចង់បៀតបៀនទៅលើហូទៀតរហូតដល់ពេលនោះឪពុកម្ដាយរបស់ជូស៊ូក៏បានមកជួយហូនិងដេញបរិះពីរនាក់នោះឲ្យចាចេញទៅនិងនាំហូមកកាន់ផ្ទះរបស់គាត់ហើយពេលនោះយើងក៏បានប្រទះឃើញថាគឺមានក្មេងប្រុសម្នាក់គឺជាកូនរបស់ពួកគាត់ហើយក្មេងប្រុសម្នាក់នោះឯងគឺជាជូស៊ូដែលការនឹងជូស៊ូគេមានអាយុត្រឹមតែ9ឆ្នាំនោះទេដោយពួកគាត់ទាំងពីរនាក់ព្យាយាមសួរនាំទៅកាន់ហូខ្លាំងមែនទែនប៉ុន្តែហូគឺមិនតបស្ដីជាមួយនឹងគាត់នោះឡើយហើយពេលនោះប្តីរបស់គាត់ពិតជាព្រួយបារម្ភខ្លាំងមែនទែនប្រសិនបើពួកគាត់គឺមិនអាចរកសាច់ញាតិរបស់ហូកើញតើពួកគាត់នឹងធ្វើយ៉ាងណាទៅលើហូទៅប៉ុន្តែប្រពន្ធរបស់គាត់ក៏បានតបឡើងគឺគាត់នឹងចិញ្ចឹមបីបាច់ហូដូចជាកូនរបស់គាត់ម្នាក់អញ្ចឹងរហូតដល់ពួកគាត់ក៏បានទៅដល់ទីក្រុងដើម្បីស្វែងរកឪពុកម្ដាយរបស់ហូប៉ុន្តែពួកគាត់គឺមិនទទួលបានដំណឹងសូម្បីតែបន្តិចអំពីសាច់ញាតិរបស់នាងហើយពីមួយថ្ងៃទៅមួយថ្ងៃហូក៏បានរស់នៅជាមួយនឹងគ្រួសាររបស់ជូស៊ូប៉ុន្តែហូគឺនាងមិនដែលនិយាយជាមួយនឹងនរណាម្នាក់ឡើយសូម្បីតែគ្រួសាររបស់ជូស៊ូរហូតដល់ពេលមួយហូនាងក៏បានឃើញឆ្កែជាលើកដំបូងដែលធ្វើឲ្យនាងពិតជាឆ្ងល់ខ្លាំងមែនទែនតើនេះគឺជាអ្វីហើយនាងក៏បានគិតថាវាគឺជាម្ហូបនាងក៏បានខំឆ្កែតែក៏ត្រូវបានពួកគេហាមឃាត់និងបានបង្រៀនហូនិយាយថាសត្វដែលនាងកំពុងតែកាន់នៅដៃនេះគឺជាសត្វឆ្កែហើយពួកគេក៏បានបង្រៀនអក្សរទៅកាន់ហូផងដែររហូតដល់ថ្ងៃមួយហូគឺនាងអាចចាំឈ្មោះរបស់នាងបានដែលនាងបានប្រាប់ទៅកាន់ពួកគេថានាងមានឈ្មោះថាហ្វុងហូប៉ុន្តែនាងគឺចាំបានតែឈ្មោះរបស់នាងនោះទេចំណែកឯរឿងអ្វីផ្សេងទៀតគឺនាងមិនបានចាំឡើយលុះដល់ប៉ុន្មានថ្ងៃក្រោយមកម្ដាយរបស់ជូស៊ូក៏បានសួរទៅកាន់ហូថាហូមានចងចាំនៅអតីតកាលរបស់នាងដែរទេដែលធ្វើឲ្យហូពេលនោះនាងក៏បានព្យាយាមកិនរហូតដល់នាងឈឺក្បាលខ្លាំងមែនទែនដែលឃើញអាការៈហូគឺពិបាកខ្លាំងពេកម្ដាយរបស់ជូស៊ូក៏បានឲ្យជូស៊ូទៅហៅគ្រូពេទ្យមកហើយគ្រាន់តែគ្រូពេទ្យគាត់បានមកដល់ភ្លាមគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដោយពេលនេះគាត់បានឃើញធម្មពលគីជាលើកដំបូងដែលវាជាធម្មពលផ្លូវចិត្តដែលអាចបញ្ជាក់បានថាហូគឺជាមនុស្សខាងក្រៅដែលមានធម្មពលពិសេសនៅក្នុងខ្លួនរបស់នាងដូច្នោះហើយលោកគ្រូពេទ្យក៏បានប្រាប់ទៅកាន់ពួកគេទាំងពីរនាក់គឺកុំឲ្យប្រាប់រឿងរ៉ាវទាំងអស់នេះទៅកាន់អ្នកផ្សេងទៀតប្រសិនបើពួកគេប្រាប់នោះក្មេងស្រីម្នាក់នេះអាចនឹងមានគ្រោះថ្នាក់ហើយគាត់សន្មតថាអតីតកាលរបស់ហូគឺមិនមែនជាមនុស្សធម្មតានោះទេហើយមួយរយៈក្រោយមកទៀតហូនាងក៏បានបង្រៀនការគ្រប់គ្រងផ្លូវចិត្តឲ្យទៅកាន់ជូស៊ូហើយពួកគេទាំងពីរនាក់ពិតជាស្និទ្ធស្នាលនឹងគ្នាខ្លាំងមែនទែនហើយពួកគេទាំងអស់គ្នាពិតជារស់នៅដោយសុភមង្គលខ្លាំងមែនទែនម្ដាយរបស់ជូស៊ូតែងតែបង្រៀនឲ្យហូច្រៀងទៀតផងដែលចម្រៀងមួយនឹងវាដូចជាចម្រៀងប្រចាំគ្រួសាររបស់ពួកគាត់អញ្ចឹងប៉ុន្តែនៅឆ្នាំ1949មីងរបស់ម្ដាយជូស៊ូចង់ឲ្យហូរៀបការជាមួយនឹងកូនប្រុសរបស់គាត់ប៉ុន្តែជូស៊ូគឺមិនព្រមនោះទេជូស៊ូចង់ឲ្យហូរស់នៅជាមួយនឹងពួកគេរហូតដោយមិនឲ្យហូរៀបការចេញទៅនោះឡើយហើយពួកគាត់ក៏មានគំនិតដូចជូស៊ូអញ្ចឹងព្រោះមើលទៅហូគឺជាក្មេងមិនដឹងអីនោះទេទាំងហើយក៏មិនអាចឲ្យហូទៅរៀបការជាមួយនឹងអ្នកផ្សេងបានឡើយហើយពេលនោះពួកគេទាំង3នាក់ក៏បានទៅសួរហូថាហូចូលចិត្តពួកគាត់ដែរឬអត់ប៉ុន្តែពេលនោះហូនាងក៏បានទាំថាការចូលចិត្តនោះគឺមានន័យបែបណាទៅហើយដែលមើលទៅហូគឺមិនដឹងអីនោះធ្វើឲ្យពួកគាត់ពិតជាអាណិតទៅលើហូខ្លាំងមែនទែនលុះដល់ពេលយប់ឡើងហូនាងតែងតែគិតអំពីពាក្យចូលចិត្តរហូតដល់នាងឈឺក្បាលខ្លាំងមែនទែននិងស្រែកយំកណ្ដាលយំធ្វើឲ្យម្ដាយរបស់ជូស៊ូគាត់ក៏បានច្រៀងបំពេឲ្យហូស្ងប់ចិត្តរហូតដល់ហូអាចកេងលក់បានមិនថាហូមិនយល់អ្វីក៏ដោយពេលនេះហូគឺជាសមាជិករបស់គាត់នឹងស្រឡាញ់ហូដែលមិនឲ្យហូចាចេញទៅណានោះទេប៉ុន្តែនៅថ្ងៃមួយក្នុងភូមិរបស់គាត់ក៏ជួបប្រទះនឹងចៅប្លន់ហើយពួកគេក៏ចង់យកហូទៅប៉ុន្តែពេលនោះឪពុករបស់ជូស៊ូគឺគាត់មិនយល់ព្រមនោះទេរហូតដល់ចៅ
ប្លន់ទាំងអស់នោះបានសម្លាប់គាត់ចោលនៅពីមុខហូហូរួមទាំងគ្រួសាររបស់គាត់ពួកឯម្ដាយរបស់ជូស៊ូគាត់ពិតជាឈឺចាប់ខ្លាំងមែនទែនហើយដោយសារឃើញទឹកភ្នែកម្ដាយរបស់ជូស៊ូបែបនេះពេលនោះហូហូនាងមានអារម្មណ៍ថាឈឺចាប់មែនទែនរហូតដល់នាងបានរត់ទៅរកគាត់ហើយប្រាប់គាត់គឺកុំឲ្យយំអីបានអ្នកមីងយំខ្ញុំពិតជាឈឺត្រង់នេះខ្លាំងមែនទែនខ្ញុំពិតជាចូលចិត្តអ្នកមីងកុំយំអីខ្ញុំចង់លឺអ្នកមីងញញឹមហើយខ្ញុំក៏ចង់លឺអ្នកមីងច្រៀងដែរខ្ញុំចូលចិត្តអ្នកមីងខ្ញុំក៏ចូលចិត្តលោកពៅដូចគ្នាដែលធ្វើឲ្យពេលនោះម្ដាយរបស់ជូស៊ូគាត់ក៏បាននិយាយឡើងខ្ញុំពិតជាច្រណែនឯងខ្លាំងណាស់ហូហូព្រោះថាឯងគឺមិនបានយល់ពីអ្វីទាំងអស់ប៉ុន្តែហូហូនៅតែប្រាប់ឲ្យម្ដាយជូស៊ូកុំយំអីនាងនឹងធ្វើគ្រប់បែបយ៉ាងឲ្យតែគាត់សប្បាយចិត្តហើយពេលនោះដោយសារកំហឹងម្ដាយរបស់ជូស៊ូក៏បាននិយាយទៅកាន់ហូហូថាអញ្ចឹងឯងសម្លាប់ពួកគេចោលទាំងអស់ទៅវានឹងធ្វើឲ្យយើងសប្បាយចិត្តហើយបន្ទាប់ពីហូហូឮដូច្នោះហើយហូហូក៏បានសម្លាប់ពួកគេចោលទាំងអស់ហើយការសម្លាប់របស់ហូហូនេះវាពិតជាខូខើខ្លាំងមែនទែនរហូតដល់អ្នកក្នុងភូមិបានហៅហូហូថាជាបិសាចនិងបានដេញហូហូឲ្យចាកចេញពីភូមិប៉ុន្តែពួកគេទាំងពីរនាក់ក៏បានរត់តាមហូហូដោយមិនឲ្យហូហូចាកចេញទៅនោះទេហើយពេលនោះម្ដាយរបស់ជូស៊ូគាត់ក៏បានសុំទោសទៅកាន់ហូហូថារឿងរ៉ាវទាំងអស់នេះវាជាកំហុសរបស់គាត់ប្រសិនបើគាត់មិននិយាយដូច្នោះទេហូហូក៏មិនសម្លាប់ពួកគេដែរក៏មិនត្រូវបានអ្នកភូមិបណ្ដេញចេញហើយគាត់ក៏បានសន្យាជាមួយនឹងហូហូថានឹងរកគ្រួសាររបស់ហូហូឲ្យឃើញនឹងឲ្យហូហូនៅទីនេះសិនទៅនៅពេលដែលគាត់រកគ្រួសាររបស់ហូហូឃើញគាត់នឹងនាំហូហូទៅវិញប៉ុន្តែអ្វីគ្រាន់តែជាការកុហករបស់គាត់តែប៉ុណ្ណោះបន្ទាប់ពីគាត់បានចាកចេញពីភ្នំគាត់ក៏បាននាំជូស៊ូទៅកាន់ទីក្រុងដោយពេលនោះជូស៊ូគេមិនព្រមទៅនោះទេដោយគេបានយំផងអង្វរម្ដាយរបស់គេផងឲ្យទៅយកហូហូត្រឡប់ទៅជាមួយនឹងពួកគេដែរទៅប៉ុន្តែពេលនោះគាត់គឺមិនយល់ព្រមនោះឡើយដែលគាត់បានគិតថាហូហូគឺជាមនុស្សគួរឲ្យខ្លាចហើយនាងក៏មិនមានអារម្មណ៍ដូចជាមនុស្សដទៃទៀតដែរអញ្ចឹងហើយពួកគេគឺមិនអាចរស់នៅជាមួយនឹងហូហូបាននោះទេហើយចាប់ពីពេលនោះមកជូស៊ូគឺគេមិនបានជួបហូហូទៀតនោះឡើយហើយបន្ទាប់ពីការចាកចេញរបស់ពួកគេហូហូនឹងទៅជាយ៉ាងណានោះគឺមានតែតាមដាននៅភាគក្រោយនោះទេសម្រាប់ភាគនេះក៏បានមកដល់ទីបញ្ចប់ហើយអរគុណសម្រាប់ការទស្សនាបាយបាយ